នៅក្នុងអំឡុងសង្គ្រាមលោកលើកទី1ចិនកំពុងតែស្ថិតនៅក្នុងភាពចលាចលដោយសារតែសង្គ្រាមផ្ទៃក្នុងគឺសង្គ្រាមរវាងយួនស៊ីខាយនិងក្រុមបដិវត្តន៍ស៊ុនយ៉ាតសេនហើយនឹងក្រៅមកទៀតគឺភាពអនាធិបតេយ្យនិងចំនួនរវាងមេកន្ទ្រីដែលកាត់មានឡើងនៅក្រៅមរណភាពរបស់យួនស៊ីខាយនៅឆ្នាំ1916ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយចិនបានគ្រប់គ្រងក្រុមសម្ព័ន្ធមិត្តអាមេរិកអង់គ្លេសនិងបារាំងដើម្បីច្បាំងទល់នឹងអាល្លឺម៉ង់កម្មករចិនប្រមាណជា14ម៉ឺននាក់ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅអឺរ៉ុបដើម្បីជួយសម្ព័ន្ធមិត្តហើយក្រៅមកទៀតចិនបានប្រកាសសង្គ្រាមជាផ្លូវការទៅលើអាល្លឺម៉ង់និងអូទ្រីសហុងគ្រីនៅខែសីហាឆ្នាំ1917នៅពេលនោះចិនរំពឹងថានៅពេលណាដែលបានទទួលជោគជ័យប្រទេសសម្ព័ន្ធមិត្តនឹងជួយឲ្យចិនយកទឹកដីពីបរទេសមកគ្រប់គ្រងវិញជាពិសេសគឺដែនដីដែលស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់ក៏ប៉ុន្តែផ្ទុយស្រឡះពីការរំពឹងទុកនៅក្នុងពេលចុះសន្ធិសញ្ញាសន្តិភាពនៅវគ្គផ្សាយបញ្ចប់សង្គ្រាមលោកលើកទី1បណ្ដាប្រទេសលោកខាងលិចដែលទទួលជោគជ័យបែរជាបានសម្រេចប្រគល់ដែនដីនៅប៉ែកខាងជើងប្រទេសចិនដែលធ្លាប់តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់ឲ្យទៅជប៉ុនជាអ្នកកាន់កាប់ទៅវិញដោយសារតែជប៉ុនបានចូលរួមធ្វើសង្គ្រាមទល់នឹងអាល្លឺម៉ង់តាំងពីដើមទីគឺតាំងពីខែសីហាឆ្នាំ1914ទទួលបានដំណឹងនេះនិស្សិតចិនរាប់ពាន់នាក់បាននាំគ្នាចេញធ្វើបាតកម្មដើម្បីតវ៉ាប្រឆាំងនឹងសន្ធិសញ្ញាក្រុងវែខ្សៃហើយចលនានិស្សិតនេះក៏បានរៀលដាលទៅជាចលនាប្រឆាំងទៅនឹងចក្រពត្តិនិយមបរទេសផងនិងប្រឆាំងទៅនឹងផ្នត់គំនិតចាស់កម្រិលរបស់ចិនផងដែលគេយល់ថាគឺជាដើមហេតុនៃការធ្លាក់ចុះទុនខ្សោយរបស់ចិនទល់នឹងបរទេសចេញពីចលនាប្រឆាំងនេះហើយដែលជាឫសគល់នៃការចាប់កំណើតនៃចលនាកុម្មុយនីសចិនទង្វើរបស់ប្រទេសមហាអំណាចប្រជាធិបតេយ្យលោកខាងលិចដែលត្រូវបានប្រជាជនចិនចាត់ទុកថាជាការក្បត់មិត្តវាគឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើបហើយវាក៏ជារបត់ដ៏សំខាន់មួយដែរនៃចលនាបដិវត្តន៍របស់ស៊ុនយ៉ាតសេនកាលពីមុនស៊ុនយ៉ាតសេនដែលទទួលការអប់រំនៅប្រទេសលោកខាងលិចតែងតែសម្លឹងទៅមហាអំណាចប្រជាធិបតេយ្យលោកខាងលិចថាជាគំរូនិងជាជំនួយដើម្បីនាំប្រទេសចិនឆ្ពោះទៅរកគន្លងផ្លូវប្រជាធិបតេយ្យក៏ប៉ុន្តែនៅពេលនេះស៊ុនយ៉ាតសេនបានកំណត់ក្នុងចិត្តថាប្រទេសដែលជាបិតាប្រជាធិបតេយ្យអស់ទាំងនេះគិតតែពីផលប្រយោជន៍របស់ពួកគេនិងពីការកេងប្រវ័ញ្ចលើចិនតែប៉ុណ្ណោះដោយគ្មានចាប់អារម្មណ៍ទៅនឹងការនាំលទ្ធិប្រជាធិបតេយ្យមកឲ្យចិនអ្វីនោះទេព្រមពេលជាមួយនឹងការខកចិត្តជាមួយនឹងប្រទេសមហាអំណាចប្រជាធិបតេយ្យលោកខាងលិចជោគជ័យនៃបដិវត្តន៍ប៊ុលស៊ីវិកនៅរុស្ស៊ីក៏បានតាក់ទាញស៊ុនយ៉ាតសេនឲ្យងាកទៅរកពួកកុម្មុយនីសវិញម្ដងជាការពិតថាស៊ុនយ៉ាតសេនមិនគ្រប់គ្រងទាំងស្រុងនៅមនោគមវិជ្ជាកុម្មុយនីសម៉ាក់សលីនីននោះទេក៏ប៉ុន្តែមានចំណុចសំខាន់ពីរដែលតាក់ទាញឲ្យស៊ុនយ៉ាតសេនងាកទៅរកកុម្មុយនីសរុស្ស៊ីទី1ស៊ុនយ៉ាតសេនសម្លឹងឃើញពីគំរូនៃប្រសិទ្ធភាពរបស់បដិវត្តន៍កុម្មុយនីសនៅក្នុងការដណ្ដើមអំណាចនិងពង្រឹងអំណាចនៅរុស្ស៊ីហើយទី2ទៀតគឺភាពស្មោះត្រង់និងភាពយុត្តិធម៌របស់រដ្ឋាភិបាលកុម្មុយនីសរុស្ស៊ីចំពោះចិនដែលបង្ហាញឲ្យឃើញតាមរយៈការស្ម័គ្រចិត្តលុបចោលដោយខ្លួនឯងនៅកិច្ចព្រមព្រៀងដែលស្ដេចសាររុស្ស៊ីធ្លាប់បានចុះជាមួយនឹងស្ដេចឈិងកាលពីសតវត្សរ៍ទី19ហើយដែលជាកិច្ចព្រមព្រៀងដែលមានភាពលំអៀងខ្លាំងទៅខាងរុស្ស៊ីនៅឆ្នាំ1920ស៊ុនយ៉ាតសេនក៏បានចាប់ផ្ដើមជួបពិភាក្សាជាមួយនឹងតំណាងបកកុម្មុយនីសសូវៀតហើយបកកុម្មុយនីសសូវៀតបានសន្យាជាមួយនឹងក្រុមបដិវត្តន៍ស៊ុនយ៉ាតសេនថានឹងផ្ដល់ជំនួយយោធានិងផ្ដល់ទីប្រឹក្សានៅក្នុងការធ្វើបដិវត្តន៍ប្រសិនបើគណៈបកជាតិនិយមគូមីនតាំងរបស់ស៊ុនយ៉ាតសេនសុខចិត្តចងសម្ព័ន្ធភាពជាមួយនឹងបកកុម្មុយនីសចិនដែលទើបនឹងបង្កើតថ្មីដើម្បីរួបរวมគ្នាដណ្ដើមអំណាចពីពួកមេកន្ទ្រីចិនសំណើដែលត្រូវបានស៊ុនយ៉ាតសេននិងគណៈបកជាតិនិយមគូមីនតាំងសុខចិត្តទទួលយកនៅឆ្នាំ1923ស៊ុនយ៉ាតសេនបានចាប់ផ្ដើមរៀបចំឡើងវិញនូវរចនាសម្ព័ន្ធនិងគោលនយោបាយរបស់គណៈបកគូមីនតាំងដោយដើរតាមនីតិរបស់លេនីនគោលគឺសមាជិកបកត្រូវតែគោរពឲ្យបានយ៉ាងខ្ជាប់ខ្ជួននៅវិន័យរបស់បកនិងអនុវត្តនៅអ្វីៗទាំងអស់ដែលសម្រេចដោយមេដឹកនាំបកលើពីនេះទៅទៀតគណៈបកគូមីនតាំងបានចាប់ផ្ដើមសហការខាងផ្នែកយោធាជាមួយនឹងបកកុម្មុយនីសចិនដែលបានបង្កើតសាលាវឹកវើនីតិហ៊ានរួមគ្នាមួយនៅខេត្តខ្វាងតុងប៉ែកខាងត្បូងប្រទេសចិនដែលមានចាងកៃជានាយកសាលាក៏ប៉ុន្តែជារឿយៗ
ភាពតានតឹងតែងតែកាត់មានឡើងនៅក្នុងទំនាក់ទំនងរវាងពួកគូមីនតាំងនិងពួកកុម្មុយនីសចិនដោយសារតែពួកកុម្មុយនីសប្រកាន់នូវជំហរតឹងរ៉ឹងបំផុតនៅក្នុងគោលដៅបង្កើតរដ្ឋកុម្មុយនីសចិននិងការលុបបំបាត់វណ្ណៈសក្តិភូមិដែលបន្សល់ទុកពីរបបរាជានិយមចំណែកឯពួកគូមីនតាំងវិញផ្ដោតអធិភាពចម្បងតែទៅលើការដណ្ដើមអំណាចពីពួកមេកិនទ្រាញដើម្បីឈានទៅបង្រួមប្រទេសចិនឲ្យក្លាយទៅជាប្រទេសមួយដែលមានឧស្សាហកម្មជឿនលឿននឹងគេក៏ប៉ុន្តែបើទោះបីជាមានភាពតានតឹងច្រើនក៏ដោយសម្ព័ន្ធភាពរវាងគូមីនតាំងនិងបកកុម្មុយនីសចេះតែបន្តថិតថេរទៅមុខដោយសារតែមានសុនយ័តសេនជាជំហរសុនយ័តសេនដែលជាអិសរាជជនទទួលបានការគោរពកោតខ្លាចទាំងនៅក្នុងចំណោមអ្នកជាតិនិយមគូមីនតាំងនិងនៅក្នុងចំណោមពួកកុម្មុយនីសតែអ្វីចាប់ផ្ដើមប្រែប្រួលខ្លាំងនៅក្នុងឆ្នាំ1925ក្រោយពីសុនយ័តសេនទទួលមរណភាពដោយជំងឺមហារីកហើយចាងកៃឈៀកដែលជាអ្នកនយោបាយស្ដាំនិយមហើយមិនចូលចិត្តពួកកុម្មុយនីសបានឡើងមកដឹកនាំគណបក្សគូមីនតាំងនៅពាក់កណ្ដាលឆ្នាំ1926ចាងកៃឈៀកបានចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំដោយបានដណ្ដើមកាន់កាប់ទឹកដីពីមេកិនទ្រាញចិនម្ដងមួយសម្ដៅទៅផ្ដួលរំលំរដ្ឋាភិបាលនៅប៉េកាំងគិតត្រឹមឆ្នាំ1927កងទ័ពរបស់ចាងកៃឈៀកមានកម្លាំងកាន់តែខ្លាំងដោយវាដណ្ដើមកាន់កាប់ទឹកដីចិនបានមួយផ្នែកធំជាពិសេសគឺកាន់កាប់បានទីក្រុងណានជីងដែលជាអតីតរាជធានីនៃរាជវង្សមីងនិងទីក្រុងសៀងហៃដែលជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់ចិននៅពេលដែលមើលឃើញថាជោគជ័យចុងក្រោយកាន់តែខិតជិតចូលមកដល់នៅខែមេសាឆ្នាំ1927ចាងកៃឈៀកក៏សត្វតែបានបើកប្រតិបត្តិការបោះសម្អាតពួកកុម្មុយនីសដែលធ្លាប់តែជាសម្ព័ន្ធមិត្តឲ្យចេញពីចលនាបដិវត្តន៍ដោយចាប់ផ្ដើមចេញពីទីក្រុងសៀងហៃដែលនៅទីនោះពួកកុម្មុយនីសរាប់ពាន់នាក់ត្រូវបានក្រុមចាងកៃឈៀកចាប់ខ្លួននិងសម្លាប់ចោលនៅក្នុងហេតុការណ៍មួយដែលគេឲ្យឈ្មោះថាការសម្លាប់រង្គាលនៅសៀងហៃគឺនៅថ្ងៃទី12ខែមេសាឆ្នាំ1927បន្ទាប់មកប្រតិបត្តិការបោះសម្អាតពួកកុម្មុយនីសនេះត្រូវបានពង្រីកចេញពីទីក្រុងសៀងហៃទៅកាន់តំបន់ផ្សេងៗទៀតគិតជាសរុបមេដឹកនាំសមាជិកព្រមទាំងអ្នកគាំទ្របកកុម្មុយនីសចិនប្រមាណជាង30នាក់ត្រូវស្លាប់នៅក្នុងចំនួនជាមួយនឹងក្រុមចាងកៃឈៀកក្រុមកុម្មុយនីសដែលរួចពីស្លាប់ក៏បាននាំគ្នារត់ចេញពីទីក្រុងទៅលាក់ខ្លួននិងបង្កើតចលនាតស៊ូនៅតាមទីជនបទវិញចំណែកឯចាងកៃឈៀកវិញបានប្រកាសបង្កើតរដ្ឋាភិបាលសាធារណរដ្ឋមួយឡើងនៅឆ្នាំ1928ដែលយកទីក្រុងណានជីងធ្វើជារដ្ឋធានីហើយចាងកៃឈៀកផ្ទាល់គឺជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនេះចាប់ពីឆ្នាំ1928ដល់ឆ្នាំ1933សាធារណរដ្ឋចិនក្រោមការដឹកនាំរបស់ចាងកៃឈៀកបានស្ដារឡើងវិញនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិនហើយដែនដីដែលស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសក៏ត្រូវបានកាត់បន្ថយអស់ជិតពាក់កណ្ដាលផងដែរម្យ៉ាងវិញទៀតវិស័យឧស្សាហកម្មទំនើបរបស់ចិនក៏ចាប់ផ្ដើមរីកដុះដាលហើយសេដ្ឋកិច្ចក៏ស្គាល់នឹងការអភិវឌ្ឍជាពិសេសនៅតាមទីក្រុងធំៗក៏ប៉ុន្តែសុខសន្តិភាពនិងការអភិវឌ្ឍនេះបានកើតមានឡើងតែមួយរយៈពេលខ្លីតែប៉ុណ្ណោះមិនយូរប៉ុន្មានក្រោយមកចិនក៏បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលសាជាថ្មីម្ដងទៀតដែលម្ដងនោះគឺជាសង្គ្រាមរវាងរដ្ឋាភិបាលគូមីនតាំងរបស់ចាងកៃឈៀកនិងចលនាបដិវត្តន៍កុម្មុយនីសដឹកនាំដោយម៉ៅស៊ីតុងសង្គ្រាមស៊ីវិលដែលមានឫសគល់ចេញពីការកាប់សម្លាប់ពួកកុម្មុយនីសដោយក្រុមចាងកៃឈៀកកាលពីឆ្នាំ1927